គាត់ខ្លួនជនសង្ស័យមួយនាក់ពាក់ព័ន្ធនឹងករណីហិង្សានៅសង្កាត់បឹងទំពុនទី2 ខណ្ឌមានជ័យ នៅថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2025 វេលាម៉ោង 7:15 នាទី នៅចំណុចផ្ទះលេខ 58 ផ្លូវ 89 BT ភូមិថ្នត់ជុំ1 សង្កាត់បឹងទំពុនទី 2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីហិង្សាមួយកើតឡើងបណ្ដាលឲ្យជនរងគ្រោះមានរបួសកដៃធ្ងន់ធ្ងរ ជនរងគ្រោះឈ្មោះយ៉ាងក្រូចភេទប្រុសអាយុ 33 ឆ្នាំ មុខរបររត់ផាសស្អាប់ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ 1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវីត ជនមង្គលឈ្មោះច័ន្ទសុមានិតភេទប្រុសអាយុ 32 ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ 58 ផ្លូវ 89 BT ភូមិជ្រុង 1 សង្កាត់បឹងទំពុនទី 2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុនពេលកើតហេតុនៅវេលាម៉ោង 6:30 នាទី ថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2025 ជនរងគ្រោះឈ្មោះយ៉ាងក្រូចបានមកជួបជុំជាមួយមិត្តភ័ក្តិហូបស្រាបៀរនៅផ្ទះកាត់ហេតុដោយមានគ្នាចំនួន 3 នាក់ពេលកំពុងជួបជុំហូបស្រាបៀរស្រាប់តែជនមង្គលច័ន្ទសុមានិតដែលមានផ្ទះនៅជុកគ្នាចេញមកស្រែកឲ្យក្រុមភឹកស៊ីបង្កឲ្យមានទំនាស់ពាក្យសម្ដីគ្នាទៅវិញទៅមកខណៈនោះជនមង្គលច័ន្ទសុមានិតបានយកដាវកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យចំកដៃមានរបួសធ្ងន់ធ្ងរបន្ទាប់ពីកើតហេតុភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី 2 និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យបានចុះទៅដល់កន្លែងកើតហេតុដោយឪពុកជនបង្កជាកម្លាំងកងរាជអាវុធហត្ថបម្រើការងារនៅខេត្តកណ្ដាលទើបគាត់បានសម្រេចប្រគល់កូនដែលជាជនបង្កទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យដើម្បីអនុវត្តតាមនីតិវិធីបច្ចុប្បន្នជនបង្កត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យនាំខ្លួនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ